ជំរាបសួរបងប្អូនថ្ងៃនេះមករៀនធ្វើម្ហូបថ្មីចាហើយធ្វើបានជោគជ័យបងប្អូនតែលើកទី1បរាជ័យចាម្ហូបនេះស្រួលណាស់គ្រឿងផ្សំមានទាំង4មុខគត់មាននំប៉័ងប្រទេសមានម្នាស់ចនិតមានឈីសប្រទេសហើយនិងសាច់ប្រទេសចាបងប្អូនប្រទេសទាំងអស់ចានិយាយទៅបងប្អូនលើកទី1ហ្នឹងខ្ញុំយកនំប៉័ងនេះទៅដាក់ក្នុងម៉ាស៊ីនថោឲ្យវារៀងស្រួយម្ដងហើយបានដាក់សាច់ដាក់ម្នាស់ហើយដាក់ឲ្យឈីសហ្នឹងចាបន្ទាប់មកខ្ញុំយកនំហ្នឹងយកទៅយកនំយកអាយើងរៀបហើយហ្នឹងចាខ្ញុំយកទៅដាក់ចូលនៅក្នុង air fryer ដាក់ចូល air fryer ហ្នឹងលើកទី1ហ្នឹងដំបូងខ្ញុំដាក់4នាទីកម្ដៅវា160អង្សាហើយដាក់កន្លែងរូបដុតនំអញ្ចឹងណាបងប្អូនចាទៅខ្ញុំឃើញអាឈីសហ្នឹងវាដូចអត់សូវរលាយអញ្ចឹងទៅខ្ញុំថែម2នាទីទៀតបងប្អូនអញ្ចឹងពេលខ្ញុំដុតសរុបទៅខ្ញុំដុត8នាទីលើកទី1ចាបងប្អូននេះរូបរាងវាចេញមកចារូបរាងវាស្អាតបងប្អូនចាតែយកទៅហូបទៅនំប៉័ងនឹងហឹងបងប្អូនអានំប៉័ងប្រទេសហ្នឹងវាហឹងខ្លាំងចាវាស្រួយពេកវាស្រួយឡើងនិយាយទៅត្រជាក់ទៅដូចដុំថ្មចាបន្ទាប់មកខ្ញុំមកធ្វើម្ដងទៀតបងប្អូនម្ដងទៀតហ្នឹងក៏នំប៉័ងហ្នឹងអត់យកទៅដាក់នៅក្នុងថោសទេបងប្អូនដកចេញពីថង់មកយើងយកមកដាក់សាច់ប្រទេសហ្នឹងចេះទៅដកចេញពីថង់មកយើងមកដាក់មកកុំយកទៅអាំងម្ដងដូចខ្ញុំមុនហ្នឹងខ្ញុំយកទៅអាំងទៅរឹងឆ្កឹងចាដាក់សាច់ប្រទេសទៅហើយយើងដាក់ម្នាស់ប្រទេសហ្នឹងហើយបន្ទាប់មកយើងដាក់ឈីសប្រទេសអីអញ្ចឹងដូចតាមុនដែរអញ្ចឹងបងប្អូនខុសគ្នាតែនំប៉័ងអត់យកទៅអាំងទេចាហើយរៀងវិលវងតិចឯអ្នកមើលព្រោះដៃមួយឈៀងកាន់ទូរស័ព្ទដៃមួយឈៀងហ្នឹងធ្វើម្ហូបចាបងប្អូនដាក់ម្នាស់មកម្នាស់គេពណ៌ឡើងស្លេកប៉ុន្តែអីរសជាតិធម្មតាហើយនេះឈីសនេះបងប្អូនចង់ប្រើប្រភេទអីក៏បានដែរឲ្យតែពួកអាស្លាយអញ្ចឹងណាពួកប្រទេសអញ្ចឹងចាហើយទៅបងប្អូនចង់ដាក់1ក៏បានដាក់2ក៏បាននិយាយតាមចំណង់ចំណូលចិត្តបើយើងចូលចិត្តឈីសច្រើនដាក់ច្រើនទៅចង់ចូលចិត្តឈីសតិចដាក់តិចអញ្ចឹងណាចាហើយទៅខ្ញុំយកវាទៅដុតម្ដងទៀតបងប្អូនទៅដុតលើកនេះខ្ញុំដាក់ក្នុង air fryer នឹងដែរហើយបងប្អូនដាក់កន្លែងរូបដុតនំហើយខ្ញុំយក6នាទីចាចេះទៅបងប្អូនដាក់រៀបវារៀងកុំឲ្យជាប់គ្នាខ្លាចឈីសនៅលាយទៅវាស្អិតជាប់គ្នាចាហើយទៅខ្ញុំដាក់វាដុត6នាទីនឹងទៅចេះពីថាឆ្អិនមកស្អាតល្មមបងប្អូនចាអញ្ចឹង6នាទីនេះគឺត្រូវហើយនំប៉័ងកុំអាំងទំនងអត់បងប្អូនចា